សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ខ្ញុំchannel យក item ហើយខ្ញុំមកប្រាប់ពីរបៀបយកដៃផ្ទះ V2 ហើយមើលតាមនឹងទៅហើយអ្នកទាំងអស់គ្នាមកកោះមិនដែរហើយទៅតាមខ្ញុំទៅមើលតាមនឹងទៅមួយទៀតអ្នកគ្នាគឺដៃរន្ទះ V1 យើងត្រូវ file គ្រប់400 mastery ហើយពេលអ្នកគ្នាម្ដងនេះយើងអ្នកនេះចុចជួប NPC នឹងទៅហើយ NPC នឹងឲ្យរយៈពេលយើង30វិនាទីហើយយើងហត់ទៅ mention កន្លែងចាប់ព្រោះដងហ្នឹងកន្លែង grade full អីហ្នឹងហើយហត់ឲ្យតាន់ទៅហើយអ្នកទាំងអស់គ្នាពេលយើងហត់មកដល់ប្រាសាទហ្នឹងហើយយើងហត់ទៅជួប NPC ហ្នឹងទៅហើយទិញទៅហើយអ្នកទាំងអស់គ្នាគឺយើងត្រូវការលុយ3លាននិង 5000 fragment ដើម្បីទិញវាហើយនេះគឺជា M1 ហើយនឹង skill របស់វាគឺអ្នកគ្នាមើលតាមនឹងទៅហើយជាចុងក្រោយជូនពរអ្នកគ្នាចូលតែសំណាងល្អ and goodbye